បាទគោរពជំរាបសួរពុកម៉ែបងប្អូនម្ចាស់ចំការចន្ទីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចុះមកចំការខ្ញុំឃើញថាចន្ទីមានបញ្ហាស្អុយស្វិតក្តាប់ច្រើនមែនតើហើយខ្ញុំចង់ធ្វើការចែកម្លែកតទៅនឹងបញ្ហាចន្ទីដែលវាមានបញ្ហាស្វិតក្តាប់ជ្រុះបែបនេះជាការចែកម្លែកទៅដល់ពុកម៉ែបងប្អូនថាកត្តាអីមូលហេតុអីដែលធ្វើឲ្យចន្ទីបានពុកម៉ែបងប្អូនមានបញ្ហាស្វិតក្តាប់បែបនេះហើយពុកម៉ែបងប្អូនអាចសម្គាល់ទៅតាមចការស្ថានភាពចការផាន់ពុកម៉ែបងប្អូននីមួយៗរៀងៗខ្លួនព្រោះអីស្ថានភាពចការផាន់ពុកម៉ែបងប្អូនផ្សេងគ្នាយើងអាចកំណត់ជារួមបានទេអញ្ចឹងពុកម៉ែបងប្អូនអាចសម្គាល់ថាលក្ខណៈចំណុចមួយណាដែលវាជាបញ្ហានៅក្នុងចំការផាន់ពុកម៉ែបងប្អូនដែលមានបញ្ហាបែបនេះហើយពុកម៉ែបងប្អូនអាចកំណត់សម្គាល់ដឹងហើយអាចដឹងវិធីសាស្ត្រថាគួរដោះស្រាយបែបណាអញ្ចឹងណាបាទថ្ងៃនេះខ្ញុំចង់មកធ្វើការចែកម្លែកទៅនឹងបញ្ហាចន្ទីមានបញ្ហាស្វិតក្តាប់បែបនេះជាទូទៅយើងអាចកំណត់ជាចំណុច5ធំក្នុងការធ្វើឲ្យចន្ទីផាន់យើងមានសភាពបែបនេះស្វិតក្តាប់បែបនេះដូចពុកម៉ែបងប្អូនឃើញអញ្ចឹងគឺស្វិតសឹងទៅអស់ហើយមួយចកងផ្កាគឺវាចាប់ដើមមិនត្រឹមតែស្វិតទេគៀងទាំងផ្កាហើយក្រៀមទាំងផ្កាតែពុកម៉ែបងប្អូនឃើញមួយចកងគឺវាមានសភាពគៀងនេះស្វិតហើយចកងខ្លះទៀតគឺវាសឹងថាស្វិតជ្រុះអស់ទៅវិញក៏មានដែរចន្ទីណាក្តាប់ចន្ទីអញ្ចឹងខ្ញុំមកចង់ធ្វើការចែកម្លែកពីបញ្ហាខ្លះដែលវានាំឲ្យមានចន្ទីផងពុកម៉ែបងប្អូនមានបញ្ហាស្វិតក្តាប់ណាអញ្ចឹងពុកម៉ែបងប្អូនអាចសម្គាល់ចំណុចទី1តកតងទៅនឹងពូជហើយនឹងកត្តាដីគ្មានសំណើមអញ្ចឹងពូជហើយនឹងកត្តាដីគ្មានសំណើមបញ្ហាទី1អញ្ចឹងពូជយ៉ាងម៉េចដូចពុកម៉ែបងប្អូនបានដឹងហើយថាចំពោះស្វាយចន្ទីពូជ M23 គឺជាពូជមួយដែលវាផលិតក្តាប់បានច្រើនមែនតើវាថាក្នុងមួយចកោមផ្កាគឺវាអាចផលិតក្តាប់បានរហូតដល់30ឬក៏លើសពី30ក្តាប់ក្នុងមួយចកោមមួយកញ្ចុំផ្កាណាអញ្ចឹងទេលទ្ធភាពដែលវាផលិតច្រើនហ្នឹងក៏វាជាលក្ខខណ្ឌមួយដែលវាពេលដែលស្ថានភាពវាអំណោយផលវានឹងធ្វើឲ្យក្តាប់ចន្ទីហ្នឹងវានឹងរុះរយមកវិញហើយទី2តកតក្នុងចំណុចទី1នេះដែរពាក់ព័ន្ធនឹងពូជនឹងដីហ្នឹងគឺតកតនឹងសំណើមក្នុងដីអញ្ចឹងសម្រាប់ស្វាយចន្ទីដែលវាមានអាយុក្រោម5ឆ្នាំចុះក្រោមលទ្ធភាពដែលប្រព័ន្ធឫសផាន់វាដើម្បីស្រូបយកជាតិទឹកពីក្នុងដីហ្នឹងគឺមិនបានគ្រប់គ្រាន់ទេអញ្ចឹងវាជាចំណុចមួយដែលធ្វើឲ្យចន្ទីផាន់ពុកម៉ែបងប្អូនអាចខ្វះនៅជាតិទឹកដើម្បីផ្គត់ផ្គង់ទៅដល់ក្តាប់ហើយនឹងផ្គត់ផ្គង់ទៅដល់ផ្កាផាន់ចន្ទីផាន់ពុកម៉ែបងប្អូនហ្នឹងហើយចំណុចទី2ធំពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុអញ្ចឹងដោយពុកម៉ែបងប្អូនដឹងហើយថាអាកាសធាតុគឺវាមានឥទ្ធិពលខ្លាំងមែនទែនទៅលើដំណាំស្វាយចន្ទីកត្តាអាកាសធាតុបែបណាឧទាហរណ៍ថាមានភ្លៀងធំច្រើនមេជាប់គ្នាក៏វាបង្កើតឲ្យចន្ទីផាន់ពុកម៉ែបងប្អូនមានបញ្ហាស្វិតក្តាប់ផងដែរឬក៏ពេលដែលក្តៅសក់ស្រាប់តែវាមានរលឹមមួយឆាវហ្នឹងក៏ជាបញ្ហាមួយដែលធ្វើឲ្យចន្ទីផាន់ពុកម៉ែបងប្អូនមានបញ្ហាស្វិតក្តាប់ដែរប៉ុន្តែបើក្នុងលក្ខខណ្ឌមួយថាវាភ្លៀងមួយមេធំមួយជោកណាហើយធ្វើឲ្យសំណើមក្នុងបរិយាកាសវាប្រសើរឡើងវិញពី50ទៅ 80% ហើយសីតុណ្ហភាពចាប់ពី22ទៅដល់34អង្សាសេន័យថាវាជាលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កាត់ក្តាប់និងផ្ការបស់ចន្ទីវិញអានេះជាចំណុចដែលពុកម៉ែបងប្អូនអាចធ្វើការកំណត់សម្គាល់នៅតាមតំបន់តាមចង្ការពុកម៉ែបងប្អូននីមួយហើយបន្តទៀតតកតងនឹងកត្តាអាកាសធាតុដែរដូចជាសន្សើមប្រៃអញ្ចឹងសន្សើមប្រៃបូកទៅនឹងសំណើមបរិយាកាសខ្ពស់លើសពី 80% ប្រឈមទៅនឹងបញ្ហាខ្មៅក្តាប់ឬក៏ផ្កាហ្នឹងដោយសារតែ
វាលក្ខខណ្ឌសមស្របសម្រាប់ការកកើតឡើងនៃជំងឺផ្សិតអញ្ចឹងពុកម៉ែបងប្អូនអាចសង្កេតឃើញថាបើក្នុងលក្ខខណ្ឌបែបហ្នឹងឬក៏យ៉ាងណាហើយពុកម៉ែបងប្អូនក្នុងលក្ខខណ្ឌបែបហ្នឹងអាចធ្វើការបាញ់ថ្នាំប្រភេទការពារជំងឺប្រភេទមុនពេលមានសន្សើមឬក៏មុនពេលដែលធ្លាក់សន្សើមហ្នឹងហើយតែបន្ទាប់តកតងទៅនឹងកម្ដៅខ្លាំងអញ្ចឹងកម្ដៅថ្ងៃខ្លាំងលើសពី37អង្សាសេក៏បង្កឲ្យមានបញ្ហាក្តឹបខ្មៅក្តឹបឬក៏ស្វិតក្តឹបស្វាយចន្ទីដែរហើយចំពោះមួយទៀតបញ្ហាត្រជាក់ខ្លាំងឃើញថាបើសិនវាត្រជាក់ក្រោម20អង្សាសេជាពិសេសនៅពេលយប់ក៏វាបង្កឲ្យមានផលប៉ះពាល់ទៅដល់ក្តឹបស្វាយចន្ទីដែរវាធ្វើក្តឹបស្វាយចន្ទីអាចនឹងខ្មៅជ្រុះផងដែរហើយចំណុចមួយទៀតដែលតាក់ទងទៅនឹងកត្តាអាកាសធាតុដែរហ្នឹងហើយចំណុចមួយទៀតតាក់ទងនឹងកត្តាអាកាសធាតុដែរគឺតាក់ទងទៅនឹងសំណើមបរិយាកាសឡើងខ្ពស់កាលណាសំណើមបរិយាកាសឡើងខ្ពស់ក៏វាបង្កឲ្យមានបញ្ហាកើតឡើងនៅជំងឺផ្សិតផងដែរអញ្ចឹងខ្ញុំបានរៀបរាប់ទី1ពាក់ព័ន្ធទៅនឹងកត្តាពូជនិងដីគ្មានសំណើមទី2ពាក់ព័ន្ធទៅនឹងបញ្ហាកត្តាអាកាសធាតុជាកត្តាអាកាសធាតុទី1អាចមកពីភ្លៀងច្រើនហើយវានៅក្តៅសុកមានភ្លៀងមានសើមប្រៃកត្តាក្តៅខ្លាំងត្រជាក់ខ្លាំងសំណើមបរិយាកាសខ្ពស់នេះសុទ្ធតែជាបញ្ហាមួយដែលធ្វើឲ្យចន្ទីផាន់ពុកម៉ែបងប្អូនហ្នឹងគឺមានបញ្ហាស្វិតក្តឹបឬក៏ខ្មៅក្តឹបជ្រុះនឹងឯងចំណែកដែលចំណុចបន្ទាប់តកតងទៅនឹងបញ្ហាហ្នឹងគឺតកតងទៅនឹងការកង្វះនៅសារធាតុចិញ្ចឹមហើយនិងពន្លឺថ្ងៃបានគ្រប់គ្រាន់អញ្ចឹងការខ្វះសារធាតុចិញ្ចឹមហើយនិងពន្លឺបានគ្រប់គ្រាន់វាធ្វើឲ្យចន្ទីផាន់ពុកម៉ែបងប្អូនមានសភាពក្រៀមឬក៏ស្វិតក្តឹបផ្កានឹងឯងអញ្ចឹងដំណាំវាត្រូវរឹងមាំទៅបានដោយសារថាសារធាតុចិញ្ចឹមមានគ្រប់គ្រាន់អញ្ចឹងបើសិនជាសារធាតុចិញ្ចឹមមិនមានគ្រប់គ្រាន់ទេគឺស្វាយចន្ទីគឺងាយរងនៅឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុគឺបានភ្លាមតែម្ដងអញ្ចឹងទេការកង្វះនៅសារធាតុចិញ្ចឹមហើយនិងពន្លឺថ្ងៃមិនបានគ្រប់គ្រាន់ហ្នឹងវាជាឥទ្ធិពលមួយដែលធ្វើឲ្យចន្ទីបានពុកម៉ែបងប្អូនហ្នឹងគឺមានសភាពស្វិតក្តឹបឬក៏មានបញ្ហាស្អុយក្តឹបបែបនេះហើយពាក់ព័ន្ធទី3តកតងទៅនឹងកត្តាពាក់ព័ន្ធទី4តកតងទៅនឹងកត្តាតកតងទៅនឹងសត្វល្អិតចង្រៃអញ្ចឹងកត្តាសត្វល្អិតចង្រៃពីពុកម៉ែបានដឹងហើយតកតងទៅនឹងយើងឆែកមើលក្នុងចក្រានយើងមានប្រភេទសមើលប្រភេទមូសតែឬក៏ភេទតកៅអីផ្សេងនៅក្នុងចង្ការអត់បើសិនជាមានពុកម៉ែបងប្អូនត្រូវធ្វើការការពារនិងកម្ចាត់ឲ្យបានទាន់ពេលហើយបញ្ហាសត្វល្អិតចង្រៃហ្នឹងក៏ជាផ្នែកមួយធំដែលធ្វើឲ្យចន្ទីផាន់ពុកម៉ែបងប្អូនមានសភាពជ្រុះក្តឹបនឹងដែរខ្មៅក្តឹបនឹងដែរហើយចំណុចទី5តកតងទៅនឹងការបាញ់ថ្នាំបាញ់ជីថ្នាំហើយនឹងពេលវេលានៃការបាញ់ហ្នឹងគឺមិនបានត្រឹមត្រូវឧទាហរណ៍ថាពុកម៉ែបងប្អូនប្រើប្រាស់ថ្នាំដែលគេហាមឃាត់មិនថាគេហាមមិនអោយប្រើប្រាស់នៅពេលវគ្គផ្កានិងវគ្គផ្លែឧទាហរណ៍ថាប្រភេទតម្រងទឹកលីប្រេងដែលពុកម៉ែបងប្អូនតែងតែចាំថាប្រភេទថ្នាំក្តៅណាទី2តកតងទៅនឹងការប្រើប្រាស់ថ្នាំលើសកម្រិតនៃការប្រើប្រាស់ហើយនឹងការបាញ់យ៉ាងណាបាញ់បុកណាពុកម៉ែបងប្អូនណាបាញ់បុកខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់ផ្កាហើយក្តឹបចន្ទីនឹងហើយចំណុចមួយទៀតតកតងទៅនឹងការប្រើប្រាស់មិនបានត្រឹមត្រូវតាមពេលវេលាដូចជាយើងបាញ់នៅពេលដែលថ្ងៃក្តៅខ្លាំងក៏ជាផលប៉ះពាល់មួយដែលធ្វើឲ្យក្តឹបចន្ទីផាន់ពុកម៉ែបងប្អូនមានសភាពខ្មៅឬក៏ជ្រុះឬក៏ខូចនឹងដែរអញ្ចឹងខ្ញុំសរុបជារួមសម្រាប់ពុកម៉ែបងប្អូនពីបញ្ហាចន្ទីខ្មៅក្តឹបអញ្ចឹងទី1ពុកម៉ែបងប្អូនអាចសម្គាល់នៅក្នុងចំការពុកម៉ែបងប្អូនថាវាមកពីមូលហេតុអីទី1តកតងទៅនឹងកត្តាពូជហើយនឹងដីគ្មានសំណើមទី2ពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុដូចខ្ញុំថាអាកាសធាតុវាមានអីគេមានភ្លៀងច្រើនហើយមានសើមប្រៃមានក្តៅខ្លាំងមានត្រជាក់ខ្លាំងអញ្ចឹងវាប៉ះពាល់ទៅដល់ក្តឹបស្វាយចន្ទីហើយទី3ពាក់ព័ន្ធទៅនឹងកត្តាសត្វល្អិតចង្រៃអញ្ចឹងតើសត្វល្អិតចង្រៃហ្នឹងមានស្មើទ្រីបមូសតែនៅក្នុងចំការអត់ហើយទី4ពាក់ព័ន្ធទៅនឹងការកង្វះសារធាតុចិញ្ចឹមហើយនឹងពន្លឺថ្ងៃមិនបានគ្រប់គ្រាន់អ
ចឹងពុកម៉ែបងប្អូនអាចសង្កេតមើលនៅក្នុងចង្ការផាន់ពុកម៉ែបងប្អូនមានបានដាក់ជីកុលមានបានដាក់ជីបំពន់បានគ្រប់គ្រាន់អត់ហើយចំណុចទី5ចុងក្រោយពាក់ព័ន្ធទៅនឹងការបាញ់ជីថ្នាំមិនបានត្រឹមត្រូវតាមពេលវេលាទីថាពុកម៉ែបងប្អូនប្រើថ្នាំលើសកម្រិតពុកម៉ែបងប្អូនបាញ់ថ្នាំដែលគេហាមដូចជាប្រភេទថ្នាំក្តៅជាដើមឬក៏ពុកម៉ែបងប្អូនបាញ់មិនចំពេលវេលាគឺបាញ់នៅពេលដែលមេឃមាននៅពេលថ្ងៃដែលធ្វើក្តៅខ្លាំងធ្វើប៉ះពាល់ដល់ផ្កាជាដើមអញ្ចឹងចំណុចធំទាំងអស់នេះដែលខ្ញុំបានរាយរាប់មួយលម្អិតបិទតាមក្នុងចំណុចទាំង5នេះពុកម៉ែបងប្អូនអាចធ្វើការកំណត់សម្គាល់ថាវាជាស្ថិតនៅក្នុងបញ្ហាមួយណាផាន់ចន្ទីផាន់ពុកម៉ែបងប្អូនអញ្ចឹងដីពុកម៉ែបងប្អូនសង្កេតមើលវាមានសំណើមគ្រប់គ្រាន់អត់វាសោះសំណើមអត់អានឹងពុកម៉ែបងប្អូនត្រូវអង្កេតអញ្ចឹងវាមានសាច់រឿងមួយដែលពុកម៉ែបងប្អូនជាម្ចាស់ចំការអង្កេតហើយស្វែងរកប្រភពបញ្ហាបានច្បាស់លាស់ដើម្បីយើងអាចក្នុងការសម្រេចចិត្តក្នុងការព្យាបាលឬក៏ប្រើប្រាស់ថ្នាំឲ្យវាមានប្រសិទ្ធភាពជៀសវាងការប្រើប្រាស់មិនបានប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវធ្វើឲ្យយើងការចំណាយផាន់ពុកម៉ែបងប្អូនមានការចំណាយខ្ពស់អញ្ចឹងទេក្នុងវីដេអូនេះខ្ញុំធ្វើការចែកម្លែកដល់ពុកម៉ែបងប្អូនតែប៉ុណ្ណឹងហើយខ្ញុំបានធ្លាប់បានចែកម្លែកជាច្រើនមកហើយតើតើនឹងបញ្ហានេះហើយខ្ញុំនេះគឺខ្ញុំធ្វើការសង្ខេបចុងក្រោយហើយដើម្បីជូនដល់ពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានអ្វីដែលជាចំណុចល្អអាចធ្វើការខមមិននៅខាងក្រោមវីដេអូបានខ្ញុំបាទបន្ថែមទៀតដើម្បីចែកម្លែកទៅដល់ពុកម៉ែបងប្អូនដែលមានបញ្ហាបែបនេះឲ្យគាត់បានដឹងនិងធ្វើទាំងអស់គ្នាដើម្បីដោះស្រាយទាំងអស់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនមានគិតថាការបង្កើតថតចែកម្លែកវីដេអូបានខ្ញុំបាទនេះមានសារៈប្រយោជន៍អាចធ្វើការចុច like ចុច share ឬក៏ចុច subscribe ក្នុងវីដេអូបានខ្ញុំបាទនេះផងបាទអរគុណច្រើនជម្រាបលាបាយបាយ